ឈប់ពិបាកចាំឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់ច្រើនទៀតចាប់ពីពេលនេះទៅលោកស្រីអាចប្រើប្រាស់គណនី KNGK តែមួយសម្រាប់ចូលទៅប្រើប្រាស់ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មនិងគ្រប់គ្រងព័ត៌មានក្រុមហ៊ុនបានកាន់តែងាយស្រួលប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មបានធ្វើសន្ធិកម្មជាមួយប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជន Digital KNGK ដែលតម្រូវឲ្យលោកស្រីចូលប្រើប្រាស់ប្រព័ន្ធតាមរយៈគណនី KNGK ការធ្វើសន្ធិកម្មនេះមានគោលបំណងសម្រួលដល់ការប្រើប្រាស់ប្រព័ន្ធនិងកាត់បន្ថយបញ្ហាដែលធ្លាប់កើតមានពីការប្រើប្រាស់ឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់ជាច្រើនតើអ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍អ្វីខ្លះទី1មិនចាំបាច់ចងចាំឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់ច្រើនទៀតដែលអាចប្រឈមនឹងការបាត់បង់ឬផ្លេចព័ត៌មានចូលប្រើប្រាស់ទី2គណនី KNGK តែមួយអាចគ្រប់គ្រងបញ្ជីក្រុមហ៊ុនបានច្រើនទី3មិនចាំបាច់បំពេញព័ត៌មានផ្ទាល់ខ្លួនដដែលៗជាច្រើនលើកទៀតទេព្រោះប្រព័ន្ធនឹងបំពេញព័ត៌មានជូនដោយស្វ័យប្រវត្តិទី4គណនី KNGK អាចធានាបាននូវសុវត្ថិភាពទិន្នន័យរបស់លោកស្រីពីការក្លែងបន្លំឬការលួចឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់យកទៅប្រើប្រាស់ទី5មិនតែប៉ុណ្ណោះគណនី KNGK តែមួយអាចចូលទៅប្រើប្រាស់សេវាសាធារណៈបានយ៉ាងច្រើនមិនថាការចុះបញ្ជីអាជីវកម្មការតម្កល់ពណ៌ពិវេកការស្នើសុំអាជ្ញាប័ណ្ណជំនាញសម្រាប់អាជីវកម្មរបស់លោកស្រីនិងឬសេវាសាធារណៈ Digital ផ្សេងៗទៀតរបស់ក្រសួងស្ថាប័នដែលបានធ្វើសន្ធិកម្មរួចរាល់ជាមួយនឹងប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជន Digital កាន់តែងាយស្រួលកាន់តែរហ័សកាន់តែមានសុវត្ថិភាពជាមួយនឹងការប្រើប្រាស់គណនី KNGK តែមួយសូមលោកស្រីបង្កើតនិងប្រើប្រាស់គណនី KNGK ដើម្បីទទួលបានបទពិសោធន៍ប្រើប្រាស់ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មបានកាន់តែប្រសើរ